ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទតាចបៃបាទអ្នកចំការសុំមកបង្ហាញនៅថ្នាំព្យាបាលជំងឺកន្ទាលត្រអាកពុកម៉ែបងប្អូនណាបាទជំងឺកន្ទាលត្រអាកកាលណាបើយើងកើតជំងឺកន្ទាលត្រអាកវារមាស់ហ្នឹងវាផ្ទាំងណាបងប្អូនរមាស់កទួលប៉ោងឡើងមកផ្ទាំងឆ្នោតបដោយវែងខ្លះមានប៉ុនម្រាមដៃខ្លះមកកដប់ចឹងទៅធំជាងមេជើងប៉ុន3ធ្នប់ក៏មានដែរបាទហើយមានសម្បូរជាងគេអាក្រវ៉ាត់ចកេះខោហ្នឹងហើយលមាស់អេសរូឡាទីតាហ្នឹងហើយប៉ុន្តែយើងមិនដឹងថាមានថ្នាំអីដើម្បីព្យាបាលហ្នឹងហើយបងប្អូនបាទឥឡូវនេះមកហើយបាទអញ្ចឹងមុននឹងប្រាប់បងប្អូនលំអិតសូមឲ្យបងប្អូនជួយ share សិនបងប្អូនណាចែកនេះដឹងកៃលោកបងប្អូនយើងអ៊ំយើងមីងយើងឬក៏យើងផ្ទាល់ឡើងកើតអីទៅយើងភ្លេចយើងបានវីដេអូដែលយើង share ទុកក្នុង Facebook យើងនឹងយើងចាក់មើលបងប្អូនហ្នឹងហើយមួយទៀតសូមឲ្យបងប្អូនណាដែលមិនទាន់បានជួយចុច follow បាទនៅលើ page តាចបៃអ្នកចំការខ្ញុំសូមពុកម៉ែបងប្អូនជួយចុច follow ម្នាក់មួយណាបាទជួយចុច follow ឲ្យខ្ញុំម្នាក់មួយផងបាទអរគុណច្រើនហ្នឹងបាទឥឡូវនេះខ្ញុំមកបង្ហាញថ្នាំហើយនឹងពីរបៀបធ្វើថ្នាំផឹកព្យាបាលជំងឺកន្ទាលត្រអាកបាទតោះឥឡូវមកយល់ដឹងអំពីថ្នាំជំងឺកន្ទាលត្រអាកជាមួយខ្ញុំបាទតាចបៃអ្នកចំការដូចតទៅបងប្អូនតើមានអ្វីខ្លះបាទទី1បងប្អូនគឺដើមប្រម៉ោយដំរីបាទដើមប្រម៉ោយដំរីរូបរាងលក្ខណៈវាគឺអញ្ចឹងបងប្អូនស្គាល់ហើយភាគច្រើនសឹង 100% បងប្អូនស្គាល់ហើយប្រម៉ោយដំរីណាបាទហើយវាដុះនៅរដូវច្រូតកាត់រួចសម្បូរណាស់បាទខែវស្សាចេះរៀងក្របន្តិចហើយអញ្ចឹងយើងដកមកយើងបេះយកស្លឹកវាបងប្អូនបេះយកតែស្លឹកវាទេបាទលាងទឹកឲ្យស្អាតបាទលាងទឹកឲ្យស្អាតធ្វើមុជឲ្យបានមកក្តាប់ចឹងមកបាទមកក្តាប់តឹងច្បាច់ឲ្យតឹងមកស្លឹកប្រម៉ោយដំរីលាងទឹកឲ្យស្អាតច្បាច់មកក្តាប់តឹងយកមកបុកបាទបុកឲ្យម៉ត់ហើយកើបដាក់ក្នុងចានរួចហើយកោះសូដាបាទនេះទឹកសូដាបងប្អូនណាបាទនេះមើលហើយទៅបាទគឺសូដាហើយចាក់ទឹកសូដាចូលទៅបាទឧទាហរណ៍ខ្ញុំឧទាហរណ៍សិនឲ្យបងប្អូនក៏លោកបងប្អូននៅតែអត់យល់អញ្ចឹងណាបាទក្រោយពីយើងបុកបាទបុកបានស្លឹកប្រម៉ោយដំរីខ្ញុំឧទាហរណ៍ថាឥឡូវនេះយើងបុកម៉ត់ហើយណាបាទយើងបុកម៉ត់ហើយយើងកើបមកដាក់ចូលក្នុងចានផ្លុកចឹងមកហ្នឹងហើយកោះសូដាបានចាក់ចូលលោកហុចចឹងមកឲ្យបានមកល្មមថាយើងអាចផឹកបានអញ្ចឹងណាបាទកន្លះដបអញ្ចឹងទៅទឹកសូដាចាក់ឲ្យបានកន្លះដបមកហើយបងប្អូនពូតច្បាច់ចូលគ្នាមិនតិនពូតយើងច្បាច់ឲ្យថ្នាំនឹងចេញជាមួយនឹងទឹកសូដានឹងអស់សិនណាបាទឲ្យសពមិនអស់ខ្ញុំនិយាយច្រើនណាខុសបាទនិយាយច្រើនតែមាត់ក្បត់ចិត្តខ្លួនឯងពុកម៉ែបងប្អូនបាទនិយាយចិត្តគិតផ្សេងមាត់ទៅនិយាយផ្សេងហៅមាត់ក្បត់ចិត្តណាបាទអញ្ចឹងក្រោយពីយើងច្បល់ច្បាច់ថ្នាំនឹងចេញជាមួយចូលជាមួយគ្នាមួយទឹកសូដានឹងចេញចូលនឹងជុំគ្នានឹងសពអស់ហើយត្រង់បាទយើងយកកម្មាច្បាច់ពូតត្រង់មកហើយពិសាទៅពុកម៉ែបងប្អូនណាហើយជាពិសេសពិសានៅពេលពោះទទេបាទបានបកកែស័ក្តិសិទ្ធបាទបើយើងហូបបាយទៅក៏លោវាទៅច្បល់មួយបាយមួយទឹកថាវាថ្នាំនឹងមិនសូវមានប្រសិទ្ធភាពអញ្ចឹងពិសានៅពេលពោះទទេបាទហើយពិសាមួយថ្ងៃតែ2ដងទេបាទជំងឺកន្ទាលត្រអាកនឹងបានជាសះស្បើយតែម្ដងងាយដែរទេបងប្អូនប្រម៉ោយតម្រៃពេលខ្លះកែភាសាហ្នឹងក៏មានដុះអញ្ចឹងដែរនេះខ្ញុំដកនៅខែរដូវវស្សាហើយគេបាញ់ថ្នាំផងទេបើកន្លែងខ្លះរដូវវស្សាក៏នៅតែមានដុះភឿនយ៉ាងដែរអញ្ចឹងបងប្អូនកើតទាលត្រអាកចាំទៅណាបាទបេះស្លឹកទាលត្រអាកលាងទឹកស្អាតមួយក្តាប់បុកឲ្យម៉ត់កើបដាក់ចានកោះទឹកសូដាដាក់ចូលកន្លះឬក៏ប្រមាណអាចយើងផឹកអស់ណាមិនជាចាក់ទាំងអស់ទេក៏លោកផឹកអត់អស់ពាក់កដាលដបអីទៅហើយច្បាច់ពូតឬឲ្យត្រង់នឹងកម្មាពិសានៅពេលពោះទទេមួយថ្ងៃ2ដងបាទពេលនោះជំងឺកន្ទាលត្រអាកនឹងបានជាសះស្បើយតែម្ដងពុកម៉ែបងប្អូនណាបាទអញ្ចឹងកុំភ្លេចជួយ share បាទមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនណាបាទអរគុណច្រើន